អស់គ្នាមកថ្ងៃនេះមកជុំនឹងខ្ញុំទៅបងបងថ្ងៃនេះមិនភ្លៀងហ៎តែអញ្ចឹងនឹកឃើញបុកទៅហើយបងបងមើលទៅមកទៀតថាថ្ងៃនេះបានបុកគេបងបងនេះបងបងថ្ងៃនេះចេញពីធ្វើការដើរឃើញក្តាមក៏វាល្អបកាក៏វាល្អមកបន្តិចមកមុខបន្តិចយកមកធ្វើមុខម្ហូបបងណែគឺស្បៃនេះបងបងមានការ៉ុតមានស្លៃគួរមានស្បៃខ្មៅមានស្បៃកន្ទឿក្តាមពេលឲ្យបងបងសិតខ្លាញ់មកបងបងចាប់ដើមបុកឡងទាំងអស់គ្នាម្ទេសខ្ញុំដាក់ហើយឥឡូវដាក់ខ្ទឹមសិនបងបងឥឡូវខ្ញុំចាប់ដើមដាក់ស្ករសចូលដាក់ស្ករសនឹងដាក់ប៊ីចេងចូលដើម្បីយើងលុំវាទៅកុំឲ្យវាខ្ទាតលើខ្លួនណាបងបងអញ្ចឹងម្ទេសវាខ្ទាតលើខ្លួនមិញស្ករសឥឡូវប៊ីចេងមកបងឥឡូវយើងចាប់ដាក់ច្របាច់ក្រូចថ្ងៃនេះក្រូចប្រើ3ផ្លែបងបងដោយសារក្រូចវាអត់សូវទឹកចូលនេះបងបងយើងលុំវាតិចមកឲ្យក្តាមវាចូលជាតិជាមួយទឹកដែលយើងគ្រឿងយើងលាយឲ្យវាចូលជាតិឆ្ងាញ់ដាក់វាចូលមកគេយើងលុំបងបងកូបាននេះមកបងមុខម្ហូបខ្ញុំធ្វើហើយអីបងកុំភ្លេចណាជួយ Subscribe ខ្ញុំអ្នកមួយហើយបងបងចង់មើលវីដេអូមាននៅក្នុង YouTube ហើយនៅក្នុង Page ណាបងបងណាកុំភ្លេចជួយ follow ខ្ញុំ